vàព័ត៌មានទី1នេះគឺនៅក្នុងសារព័ត៌មានថៃបានចុះផ្សាយច្រើនហើយខ្ញុំយករូបភាពនេះមកពីកាសែតបាងកកប៉ុស្តិ៍ក៏ប៉ុន្តែអត្ថបទវិញខ្ញុំយកកាសែតផ្សេងបាទ PBS របស់ថៃដែលបានផ្សាយអញ្ចឹងបើយោងតាមអ្នកនាំពាក្យយោធារបស់ថៃបានឲ្យដឹងថាយុទ្ធជនរបស់កម្ពុជាទាំង18រូបនេះគឺនឹងមិនទាន់ទៅបានគេបញ្ជូនមកប្រទេសកម្ពុជាវិញនៅក្នុងពេលឆាប់ៗនេះទេរហូតតតែលក្ខខណ្ឌដែលថៃបានដាក់មកលើកម្ពុជាក្នុងពេលកន្លងមកទាំង4នោះគឺត្រូវបានបំពេញហើយកាត់បន្ថយនៅការប្រឈមមុខដាក់គ្នាហើយនឹងដោះមានឲ្យបានបាទច្បាស់លាស់ផងដែរនេះបើយោងតាមអ្នកនាំពាក្យរបស់យោធាអ្នកនាំពាក្យនោះគឺលោកឧត្តមសេនីយ៍តូវិនថៃស៊ូរាវីបាននិយាយថាលក្ខខណ្ឌរបស់គាត់ហ្នឹងគឺដូចដែលប្រិមត្តបានដឹងហើយគឺបាទមានការដកអាវុធធុនធ្ងន់ចេញពីតំបន់ព្រំដែនការដោះមានមនុស្សធម៌ហើយនឹងការបង្ក្រាបលបែងឆោបោកអនឡាញតាមបណ្ដោយព្រំដែនក៏ដូចជាគ្រប់គ្រងរួមគ្នានៅតំបន់តាមបណ្ដោយព្រំដែនផងដែរប្រទេសកម្ពុជាគឺបានទាមទារជាបន្តបន្ទាប់ឲ្យប្រទេសថៃដោះលែងយុទ្ធជនរបស់ខ្លួនដែលត្រូវបានចាប់ក្នុងអំឡុងពេលដែលប្រយុទ្ធគ្នាអស់រយៈពេល5ថ្ងៃកាលពីខែកក្កដាកន្លងទៅនេះប៉ុន្តែភាគីថៃវិញគឺបានបដិសេធជាបន្តបន្ទាប់ដោយទទូចថាអ្នកទាំងនោះគឺអាចនឹងត្រូវប្រគល់ទៅឲ្យភាគីកម្ពុជាវិញនៅពេលណាដែលភាពតានតឹងទៅបានបន្ធូរបន្ថយបាទលោកវិនថៃបាននិយាយថាភាគីទាំងពីរឥឡូវនេះកំពុងតែរៀបចំនៅផែនការសកម្មភាពតាក់ទងហើយនឹងមានការវិភាគច្បាស់លាស់តាក់ទងនឹងការអនុវត្តជំហានដំបូងបាទនៅក្នុងការអនុវត្តបទចុះបាញ់គ្នានេះហើយជំហានដំបូងនោះគឺបានអនុវត្តរួចហើយបាទនៅក្នុងពេលនោះគឺលោកបានបង្ហាញថាឧទាហរណ៍នៃការដកជំហានដំបូងអនុវត្តបានជោគជ័យនោះគឺការដកអាវុធធុនធ្ងន់ដែលបានធ្វើឡើងកាលពីថ្ងៃទី26ខែតុលាកន្លងទៅនេះបាទដែលជាការបង្ហាញនៅកាយវិការជាកាយវិការមួយដើម្បីឲ្យបានដឹងអំពីលទ្ធផលដែលទើបតែសម្រេចបាននៅកិច្ចប្រជុំកំពូលរបស់អាស៊ាននេះបាទហើយក្នុងសារព័ត៌មាននេះក៏បានរាយការណ៍បន្ថែមទៅទៀតអំពីការជួបប្រជុំគ្នារបស់មេយុទ្ធភូមិភាគរបស់កម្ពុជាហើយនិងថៃហើយក៏ដូចជាមានការត្រូវតែវាស់វែងនៅដាក់បង្គោលព្រំដែននៅចន្លោះបង្គោលព្រំដែនលេខ42និងលេខ47បាទដើម្បីកំណត់ព្រំដែនសីមារវាងប្រទេសទាំងពីរឲ្យបានច្បាស់លាស់ផងដែរដោយឡែកកាសែតភ្នំពេញប៉ុស្តិ៍វិញបាទកាសែតភ្នំពេញប៉ុស្តិ៍វិញខ្ញុំសូមដកសំពីភ្នំពេញប៉ុស្តិ៍បន្តិចហើយពីព្រោះកាសែតភ្នំពេញប៉ុស្តិ៍រាយការណ៍ទៅបានកាសែតខាងក្រៅប្រទេសនេះដកសំទៅ CNA យកទៅផ្សាយបន្តផងដែរ Channel News Asia គឺសារព័ត៌មានភ្នំពេញប៉ុស្តិ៍បាននិយាយថាបើទោះបីជាមានការរំពឹងថាលោកប្រធានាធិបតី Donald Trump និងមន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកក៏ដោយថាថៃនឹងដោះលែងយុទ្ធជនរបស់កម្ពុជាទាំង18រូបភ្លាមបាទក៏រដ្ឋាភិបាលថៃនៅតែដាក់លក្ខខណ្ឌចំពោះការដោះលែងពួកគេដែរគឺជាពិសេសលក្ខខណ្ឌនោះគឺការដកអាវុធធុនធ្ងន់ចេញពីតំបន់ព្រំដែនបាទនេះគឺជាសេចក្តីរាយការណ៍របស់ភ្នំពេញប៉ុស្តិ៍សារព័ត៌មាននេះបានបន្ថែមទៀតថានៅក្នុងអំឡុងពេលនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនៅក្នុងទីក្រុងកូឡាឡាំពួរនៅថ្ងៃទី26ខែតុលានោះគឺលោកស្លាមបានបញ្ជាក់ថាកិច្ចព្រមព្រៀងនេះគឺអាចនឹងឈានទៅដល់ការដោះលែងយុទ្ធជនកម្ពុជាទាំង18រូបហើយជាការបន្ថែមទៀតនោះគឺមន្ត្រីរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយទៅបានដកសង្កដោយទីភ្នាក់ងារសារព័ត៌មាន Reuters ដែលបញ្ជាក់ថាគឺសហរដ្ឋអាមេរិករំពឹងថាយុទ្ធជនទាំងនោះត្រូវបានគេដោះលែងជាបន្ទាន់បាទហើយដោយឡែកគឺនាយករដ្ឋមន្ត្រីរបស់កម្ពុជាលោកហ៊ុនម៉ាណែតនិងនាយករដ្ឋមន្ត្រីថៃគឺលោកអនុทิនខុនឆាន់វីរគុណក៏បាននិយាយនៅក្នុងកិច្ចប្រជុំកាលពីថ្ងៃ28ខែតុលានៅក្នុងប្រទេសម៉ាឡេស៊ីដោយនាយករដ្ឋមន្ត្រីកម្ពុជាលោកហ៊ុនម៉ាណែតបានបញ្ជាក់ជាថ្មីឡើងវិញនៅការទាមទារឲ្យដោះលែងយុទ្ធជនទាំងអស់នោះក្រោមហេតុផលមនុស្សធម៌ហើយក៏ដូចជាការបដិញ្ញាចិត្តរបស់កម្ពុជានៅក្នុងការគោរពតាមកិច្ចព្រមព្រៀងនេះបាទនេះគឺជាសេចក្តីរាយការណ៍របស់កាសែត
ភ្នំពេញប៉ុស្តិ៍ដែលខ្ញុំដកស្រង់មកជម្រាបជូនបាទអញ្ចឹងនេះគឺជាការវិវត្តថ្មីមួយដែលមិនគួរឲ្យជាទីរីករាយសម្រាប់ប្រិមិត្តប្រមាណទេបាទបើតាមយោបល់ខ្ញុំជាជាងការដាក់សម្ពាធទៅលើរដ្ឋាភិបាលកម្ពុជាប្រិមិត្តគួរតែដាក់សម្ពាធទៅលើថៃបាទគឺបានន័យថាយើងអាចនិយាយតវ៉ាទៅខាងអាមេរិកឬក៏យើងអាចទៅខាងថៃថាថៃធ្វើនេះមិនគោរពអីចឹងទៅមនុស្សធម៌ឬក៏យ៉ាងឬក៏មិនគ្រប់ពាក្យរបស់ខ្លួនឬក៏ប្រងើយនឹងសហរដ្ឋអាមេរិកឯបាទយើងអាចនិយាយចឹងបាទអញ្ចឹងខាងថៃបើតាមខ្ញុំមើលទៅគឺគាត់ចង់យក18នាក់ហ្នឹងធ្វើជាលេសបាទដើម្បីដាក់សម្ពាធចង់បានអ្វីបន្ថែមទៀតឬក៏បង្កឲ្យមានការខឹងសម្បារនៅក្នុងស្ទាប់មហាជនកម្ពុជាស្ទាប់មកពីព្រួយរឿងពីរដែលគាត់នឹងធ្វើឲ្យស្ទាប់មហាជនកម្ពុជាខឹងនឹងការដឹកនាំរបស់រដ្ឋាភិបាលកម្ពុជានោះគឺរឿងនឹងមួយហើយនឹងរឿងភូមិព្រៃច័ន្ទភូមិជោគជ័យអីហ្នឹងបាទគាត់នឹងយករឿងហ្នឹងដើម្បីចិញ្ចឹមឡើយហ្នឹងបាទគាត់ធ្វើសកម្មភាពអីក៏ដោយនឹងអាចធ្វើឲ្យមានការខឹងសម្បារនៅផ្ទៃក្នុងហើយបាទតាមខ្ញុំមើលការវិវត្តចុងក្រោយនេះណាបាទ